សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin សម្រាប់ថ្ងៃសៅរ៍ទី21ខែកុម្ភៈឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយដែលទាក់ទងនឹងការទាស់សម្ដីគ្នារវាងកីឡាករ Real Madrid និងកីឡាកររបស់ក្លឹប Benfica អត់ទាន់ចាប់ទេក្តីខ្សែបំរែវ័យក្មេង Gianluca Prestiani បកស្រាយជំវិញការប្រែសម្ដីអសរោះលើ Vinicius Junior ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកីឡាកររូបនេះបានប្រាប់ទៅកាន់សហព័ន្ធ UEFA ថារូបគេពិតជាបានប្រើពាក្យសម្ដីជេរប្រមាថទៅកាន់ Vinicius Junior មែនប៉ុន្តែវាមិនមែនជាការរើសអើងពូជសាសន៍នោះទេការបកស្រាយរបស់ Prestiani រូបគេបានសារភាពថាខ្លួនបានប្រើពាក្យជេរប្រមាថក្នុងន័យរើសអើងអ្នកស្រឡាញ់ភេទដូចគ្នារូបគេបានបដិសេធថាមិនបានប្រើពាក្យរើសអើងពណ៌សម្បុរដូចជាពាក្យអាស្វានោះឡើយបទបញ្ញត្តិរបស់ UEFA មាត្រា14ទោះបីជា Prestiani ព្យាយាមបកស្រាយថាជាការរើសអើងភេទក៏ដោយក៏វាមិនអាចជួយឲ្យរូបគេស្រាលទោសបានដែរយោងតាមច្បាប់វិន័យរបស់ UEFA ការរើសអើងលើពណ៌សម្បុរពូជសាសន៍សាសនាភេទឬចំណង់ផ្លូវភេទសុទ្ធតែត្រូវចាត់ទុកថាជាការប្រមាថដល់សេចក្តីថ្លៃថ្នូររបស់មនុស្សដូចគ្នាចំពោះទណ្ឌកម្មអ្នកដែលប្រព្រឹត្តល្មើសនឹងត្រូវប្រឈមមុខនឹងការព្យួរយើងយ៉ាងតិច10ប្រកួតឬអាចលើសពីនេះអាស្រ័យលើការសម្រេចជាក់ស្ដែងព័ត៌មានក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ Admin តាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា